បាទសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាស្វាគមន៍ជាថ្មីជាមួយនឹង VTube ទៀតហើយថ្ងៃនេះ VTube សូមបង្ហាញពុកម៉ែបងប្អូនទាំងអស់គ្នានៅរបៀបដាក់ green skin ដែលយើងបានធ្វើហើយយកមកដាក់នៅលើវីដេអូរបស់យើងអញ្ចឹងបងប្អូនទាំងអស់គ្នាចូលនៅក្នុង CapCut របស់យើងមកបងប្អូនទាំងអស់គ្នាបាទយើងចូលទៅក្នុង CapCut អញ្ចឹងមិនថា green skin ដែលយើងបាន download ឬក៏យើងធ្វើខ្លួនឯងទេគឺបងប្អូនទាំងអស់គ្នាអាចប្រើប្រាស់ដូចគ្នាទេបងប្អូនទាំងអស់គ្នាអញ្ចឹងយើងចុចកន្លែង new project មកទៅយកវីដេអូមួយដែលយើងចង់ដាក់បាទអញ្ចឹងឧទាហរណ៍ថាខ្ញុំចង់យកវីដេអូមួយណាយកមកដាក់ចោះឧទាហរណ៍យកវីដេអូលោកមួយណាយកមកដាក់ឧទាហរណ៍យកវីដេអូមួយនេះបាទខ្ញុំឧទាហរណ៍ខ្ញុំយកវីដេអូមួយហ្នឹងចូលដាក់អញ្ចឹងខ្ញុំចង់ដាក់ green screen ដែលខ្ញុំបានធ្វើហើយអញ្ចឹងបងប្អូនទាំងអស់គ្នាគ្រាន់តែចុចលើពាក្យមួយដែលមានឈ្មោះថាបាទ layer បាទសុំទោសបងប្អូនទាំងអស់គ្នាមានពាក្យថា overlay បាទខ្ញុំចុចលើពាក្យ overlay នេះមកបាទហើយយើងឡើងលួទេបងប្អូនទាំងអស់គ្នាថ្ងៃនេះហើយយើងយកពាក្យថា add overlay នេះមកបងប្អូនទាំងអស់គ្នាបាទបន្ទាប់មកយើងចូលទៅក្នុងវីដេអូរបស់យើងរក green screen ដែលយើងចង់ដាក់នេះកន្លែង green screen មួយនេះខ្ញុំបានធ្វើបាទខ្ញុំចុចកន្លែងហ្នឹងយើងយកពាក្យថា add មកបាទ green screen ហ្នឹងគឺខ្ញុំធ្វើខ្លួនឯងអញ្ចឹងបងប្អូនទាំងអស់គ្នាដែលថាគាត់ធ្វើខ្លួនឯងហើយនឹង download គឺយើងប្រើប្រាស់ដូចគ្នាទេបងប្អូនទាំងអស់គ្នាបន្ទាប់ពីយើងយកមកដាក់កន្លែងហ្នឹងហើយបងប្អូនទាំងអស់គ្នាបើវាអត់ load នៅលើវីដេអូទីហើយវាអត់ load ចេះបងប្អូនចុចពីលើវាថែមមកបាទវា load លើវីដេអូយើងអញ្ចឹងហើយយើងអូសនៅខាងក្រោមនេះបាទយកពាក្យថា remove bg នេះយើងចុចពីលើវាបន្ទាប់មកបងប្អូនយកខាងចុងគីបអស់នេះមកបាទបន្ទាប់មកបងប្អូនឃើញហើយវីដេអូកន្លែងសញ្ញាចុចរបស់វានេះចុចនៅលើសញ្ញាពណ៌សអញ្ចឹងយើងអូអាហ្នឹងយកមកលើពណ៌ខៀវមកវានឹងបាត់ហើយបងប្អូនទាំងអស់គ្នាឃើញទេអញ្ចឹងប៉ុន្តែវាមានស្នាមខៀវតិចអញ្ចឹងបងប្អូនទាំងអស់គ្នាទាញអានេះមកគៀននេះតិចមកបាទតាមបងប្អូនទាំងអស់គ្នាចង់បានដាក់ប៉ុណ្ណាឲ្យវាបាត់ខៀវឃើញទេវាបាត់ខៀវគៀនអស់ហើយអញ្ចឹងយើងយកកន្លែង tag នេះមកបាទបន្ទាប់មកយើងពហិចវីដេអូពហិចអាហ្នឹងឲ្យពេញមកហើយយើងអូសចុះមកខាងក្រោមយើងចង់ដាក់កន្លែងណាឧទាហរណ៍ខ្ញុំចង់ដាក់អក្សររត់ហ្នឹងនៅកន្លែងក្រោមនេះចុះបាទអញ្ចឹងបងប្អូនបោះវាមកឃើញហ្នឹងអាហ្នឹង green skin ដែលខ្ញុំធ្វើអាហ្នឹងយើងធ្វើខ្លួនឯងបងប្អូនទាំងអស់គ្នាបាទអញ្ចឹងបើសិនជាបងប្អូនទាំងអស់គ្នាអត់ដឹងថា green skin ហ្នឹងគេធ្វើមិនទេបងប្អូនទាំងអស់គ្នាបងប្អូនអាចចូលទៅមើលវីដេអូរបស់ខ្ញុំបានបាទគឺវីដេអូមុនហ្នឹងគឺខ្ញុំធ្វើរបៀបធ្វើអំពី green skin ដែលរត់នៅក្រោមវីដេអូហ្នឹងបងប្អូនទាំងអស់គ្នាអញ្ចឹងបងប្អូនទាំងអស់គ្នាអត់ដឹងថាធ្វើ green skin ហ្នឹងមិនបងប្អូនអាចចូលទៅមើលបានហើយខ្ញុំធ្វើ green skin នេះហើយខ្ញុំនឹងធ្វើអានេះវីដេអូនេះគឺខ្ញុំធ្វើបង្ហាញអំពីរបៀបដាក់ green skin នៅលើវីដេអូរបស់យើងអញ្ចឹងណាអញ្ចឹងការបង្ហាញរបស់ខ្ញុំក៏មានតែប៉ុណ្្នឹងដែរបងប្អូនទាំងអស់គ្នាវាអត់មានអីពិបាកទេបើបងប្អូនទាំងអស់គ្នាគិតថាវីដេអូនេះមានប្រយោជន៍សម្រាប់បងប្អូនសូមកុំភ្លេចជួយចុច Subscribe និងដាក់រូបកណ្ដឹងម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីៗជារៀងរាល់ថ្ងៃហើយបាទហើយវីដេអូមួយនេះក៏មានតែប៉ុណ្្នឹងដែរបងប្អូនទាំងអស់គ្នាគឺវាអត់មានអីច្រើនទេគ្រាន់តែយើងយកgreen skin ដែលយើងបានធ្វើហ្នឹងបាទយកមកដាក់នៅលើវីដេអូរបស់យើងតែប៉ុណ្្នឹងទេបាទហើយក៏អរគុណច្រើនដែរបងប្អូនទាំងអស់គ្នាសម្រាប់ការចុច Subscribe របស់ខ្ញុំមួយនេះបាទអូខេអរគុណច្រើន I never made it, but I know